នេះមកតែងដើមតរេនដើមតរេនមកដើមដោះមេឃអត់មានស្ដាប់ធ្នាប់ទេបាទមេឃក៏ដោះចេញមកនោះមានអាមេឃក្លៀកបាទនេះក៏មេឃក្លៀកបាទអញ្ចឹងអាមេឃក្លៀកនេះហើយអាមេឃក្លៀកនេះមួយទៀតបាទសិតតែខ្ញុំអត់ត្រូវការទុកវាទេបាទមេឃក្លៀកនេះទី1គុណវិបត្តិរបស់វាគឺប្រជែងជាមួយនឹងមេនេះបាទថ្ងៃក្រោយធ្វើឲ្យមេឃក្លៀកនេះធំប៉ុណ្ណឹងដើមនេះដែរបាទអញ្ចឹងវាទៅជាមេឃភ្លុះបាទទៅជាមេឃភ្លុះហើយគុណសម្បត្តិទី2ទៀតនោះគឺពេលដែលធំទៅទឹកវាហូរដក់នៅកន្លែងក្លៀកនេះបាទហើយតម្រងនៃការបានផ្លែរបស់វាក៏អត់សូវកាន់ជាប់ល្អដែរបាទបងប្អូនគិតមើលនេះបាទអញ្ចឹងរាល់ចំការរបស់ខ្ញុំការតែងមេឃក្លៀកគឺមិនទុកហ្មងបាទអញ្ចឹងណាបាទនេះគុណវិបត្តិរបស់មេឃក្លៀកបាទហ្នឹងហើយអញ្ចឹងយើងមិនបាច់ស្ដាយទេបាទកាត់ចោលតែម្ដងកុំឲ្យមានមេឃក្លៀកហ្នឹង